ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានសម្លមួយមុខទៀតហើយចាសម្លខ្មែរយើងមួយមុខនេះមានឈ្មោះថាសម្លកកូរត្នោតត្រីឆ្លាំងស្លឹកម្រះព្រៃនិងផ្កាអង្គាដីចាសម្លនេះមិនត្រឹមតែរសជាតិឆ្ងាញ់ទេបងប្អូនថែមទាំងសម្បូរនៅវីតាមីនប្រូតេអ៊ីនផងដែរដើម្បីកុំឲ្យរងចាំយូរសូមអញ្ជើញទស្សនាវីដេអូរួចតទៅជាដំបូងនាងខ្ញុំចិញ្ច្រាំប្រហុកលាយជាមួយនឹងម្ទេសខ្ទឹមក្រហមខ្ទឹមសចាចំពោះអង្ករលីងវិញគឺនាងខ្ញុំលីងតែខ្លួនឯងគឺនាងខ្ញុំយកអង្ករទៅត្រាំទឹកហើយបន្ទាប់មកគឺយកមកលីងចាលីងឲ្យស្ងួតឲ្យឡើងពណ៌ក្រហមហើយបុកឲ្យម៉ត់បែបនេះចាចំពោះគ្រឿងវិញគឺនាងខ្ញុំមានគល់ស្លឹកគ្រៃស្លឹកក្រូចសើចរំដេងរមៀតខ្ជាយខ្ទឹមក្រហមខ្ទឹមសនិងគល់ខ្ទឹមចាបុកបញ្ចូលគ្នាម៉ត់សម្រាប់កកូរនេះគឺនាងខ្ញុំស្លនៅឆ្នាំងដៃទៀតឲ្យបងប្អូនជាដំបូងនាងខ្ញុំដាក់ប្រេងឆាប្រហុកដែលចិញ្ច្រាំចូលស្លឹកក្រូចសើចនិងត្រប់ញ៉ាំចាកូរឲ្យឈ្ងុយហើយបន្ទាប់មកនាងខ្ញុំក៏ចាក់ទឹកខ្ទិះដូងដើមចូលចាគឺរំងាស់ខ្ទិះដូងរបស់យើងឲ្យរៀងឡើងប្រេងនិងឈ្ងុយបន្តិចហើយបន្ទាប់មកនាងខ្ញុំក៏ចាក់គ្រឿងបុកចាគ្រឿងដែលបុកសម្រាប់ស្លកកូរនេះចូលចាបន្ទាប់មកនាងខ្ញុំដាក់អំបិលបន្តិចស្ករបន្តិចប៊ីចេងបន្តិចទឹកប្រេងខ្យងបន្តិចចាទឹកត្រីបន្តិចបន្ទាប់មកនាងខ្ញុំប្រើទឹកដោះគោខាប់ចាដើម្បីឲ្យសម្លយើងមានរសជាតិផ្អែមឆ្ងាញ់ហើយនាងខ្ញុំក៏ដាក់ត្រីចូលតែម្ដងចំពោះត្រីវិញគឺកូរឲ្យឆ្អិនតែ20-30%បានហើយចាបន្ទាប់មកគឺយើងដួសទុកមួយឡែកសិនចំពោះគ្រឿងនៅសល់នេះដែរគឺនាងខ្ញុំចាក់ផ្លែត្នោតចូលតែម្ដងចាបន្ទាប់មកនាងខ្ញុំចាក់ខ្ទិះចូលហើយរងចាំរំងាស់ឲ្យពុះហើយនាងខ្ញុំបង់អង្ករលីងចូលចាបន្ទាប់មកនាងខ្ញុំដាក់នៅត្រីដែលដួសចេញហ្នឹងគឺដាក់ចូលវិញចារំងាស់ឲ្យឆ្អិនភ្លក់មើលឲ្យសមល្មមតាមរសជាតិដែលបងប្អូនចូលចិត្តបន្ទាប់ពីរំងាស់ឲ្យឆ្អិននិងបង់គ្រឿងផ្សំឲ្យរសជាតិឆ្ងាញ់ហើយនាងខ្ញុំក៏បង់នៅផ្កាអង្គាដីក៏ដូចជាស្លឹកម្រះចូលចាបន្ទាប់មកគឺយើងបានសម្លកកូរត្នោតដ៏ឈ្ងុយឆ្ងាញ់មួយចាននេះចាសម្លកកូរត្នោតត្រីឆ្លាំងនេះគឺពិតជាមានរសជាតិឆ្ងាញ់ណាស់បងប្អូនជាពិសេសទឹកសម្លវិញឡើងខាប់ហើយឈ្ងុយខ្ទិះដូងហើយចំពោះស្លឹកម្រះវិញគឺអត់ល្វីងទេបងប្អូនសម្រាប់បងប្អូនដែលចង់សាកនៅកកូរត្នោតដែលមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនអាចសាកស្លតាមវីដេអូរបស់នាងខ្ញុំបានជាចុងក្រោយនាងខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់នាងខ្ញុំសូមជូនពរសំណាងល្អចាសូមជម្រាបលា